នាយកសាខានិងបុគ្គលិកហាងបញ្ចាំឈ្មោះ SR សរុប5នាក់បានស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍បន្ទាប់ពីថៅកែមិនព្រមឲ្យលាឈប់ពីការងារយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាបុគ្គលិកបម្រើការងារនៅហាងបញ្ចាំឈ្មោះ SR នៅសាខាកម្ពុជាចំនួន5នាក់បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យពួកគេបានឈប់ពីការងារបន្ទាប់ពីថៅកែរារាំងមិនឲ្យឈប់ពីការងារដោយតម្រូវឲ្យពួកគេដើរប្រមូលដែលហាងបញ្ចាំនេះលួចផ្ដាល់កម្ចីដោយខុសច្បាប់ឲ្យអស់ជាមុនសិនប្រភពដដែលបន្តថាបុគ្គលិកទាំង5នាក់ដែលបានសុំលាឈប់ពីការងារតែថៅកែរារាំងមិនឲ្យឈប់នេះរួមមានទី1ឈ្មោះឈិតកុសលមានតួនាទីជានាយកសាខាទី2ឈ្មោះជាវិនមានតួនាទីជាមន្ត្រីឥណទានទី3ឈ្មោះកបសុធាមានតួនាទីជាមន្ត្រីឥណទានទី4ឈ្មោះងឹមឆៃលីមានតួនាទីជាមន្ត្រីឥណទាននិងទី5មានឈ្មោះច័ន្ទពន្លឺមានតួនាទីជាមន្ត្រីឥណទានបុគ្គលិកទាំង5នាក់បានដាក់ពាក្យលាឈប់ពីការងារកាលពីថ្ងៃទី11ខែមីនាឆ្នាំ2026កន្លងទៅប៉ុន្តែគេបញ្ចុះហត្ថលេខានៅលើពាក្យលាឈប់នោះឡើយហើយបានបោះសម្ដីគំរាមកំហែងផ្សេងលើពួកគេថែមទៀតលោកឈិតកុសលបានប្រាប់នៅថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026ថាបានមកបំពេញការងារនៅហាងបញ្ចាំឈ្មោះ SR កាលពីដើមឆ្នាំ2025លោកឈិតកុសលបានលើកឡើងថាត្បិតតែពួកគេធ្វើការងារនៅហាងបញ្ចាំតែបានធ្វើការងារផ្ដល់កម្ចីប្រាក់ក្នុងកិច្ចសន្យាផ្ដល់កម្ចីប្រាក់បានរំលេចឈ្មោះម្ចាស់លុយផ្ដល់កម្ចីមានឈ្មោះថាអឹមច័ន្ទតារាដែលជាម្ចាស់ទីតាំងបញ្ចាំ SR ផងដែរលោកអឹមច័ន្ទតារាជាមន្ត្រីយោធាផងដែរលោកឈិតកុសលបានបញ្ជាក់ទៀតថាមូលហេតុដែលរូបគេនិងបុគ្គលិក4នាក់ផ្សេងទៀតស្នើសុំលាឈប់ពីការងារនេះព្រោះតែកន្លងមកការងាររបស់ពួកគេជាកន្លែងផ្ដល់កម្ចីខុសច្បាប់ធ្វើឲ្យពួកគេបារម្ភពីការប្រឈមមុខចំពោះមុខច្បាប់នានាជាពិសេសនៅពេលថ្មីនេះកន្លែងការងាររបស់ពួកគេក្រុងនឹងធ្វើកិច្ចសន្យាថ្មីដែលតម្រូវឲ្យពួកគេទទួលខុសត្រូវចំពោះកម្ចីដែលខូចពោលកម្ចីដែលអ្នកខ្ចីមិនសងត្រឡប់មកវិញលោកឈិតកុសលបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យពួកគេបានឈប់ពីការងារនេះផងពាក់ព័ន្ធនឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មាន 9 TV នឹងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង72 9 TV និងលំអិតព័ត៌មាននេះនៅវគ្គក្រោយបន្តទៀត